សួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺខ្ញុំបាទបំរុងនឹងធ្វើការដាក់ចំណីទៅដល់ត្រីក្រំផ្សេងនៅតាមស្បុកក៏ដូចជានៅតាមលូបងប្អូនអញ្ចឹងប្រភេទចំណីដែលខ្ញុំប្រើប្រាស់ក្នុងពេលនេះគឺជាប្រភេទចំណីក្របនេះគឺយើងងាយស្រួលក្នុងការទុកដាក់ក៏ដូចជាងាយស្រួលក្នុងការប្រើប្រាស់បងប្អូនទាំងអស់គ្នាហើយប្រភេទចំណីក្របហ្នឹងគឺវាល្អសម្រាប់បងប្អូនដែលរវល់បាទដែលរវល់នឹងការងារអត់មានពេលបាទរកប្រភេទចំណីរស់ដូចជាតកៅទឹកចៃទឹកអញ្ចឹងបងប្អូនអាចប្រើប្រាស់បានជាមួយនឹងចំណីក្របហើយត្រីក្រំនេះគឺយើងងាយស្រួលចិញ្ចឹមទេបងប្អូនដែលបាទធ្វើការក៏បងប្អូនអាចធ្វើការចិញ្ចឹមបានបងប្អូនដែលនៅរៀនក៏បងប្អូនអាចធ្វើការចិញ្ចឹមបានដោយការប្រើប្រាស់ប្រភេទចំណីក្របបងប្អូនមានតែមកកញ្ចប់ទៅបាទឲ្យស៊ីស្រួលហើយអញ្ចឹងប្រភេទចំណីក្របខ្ញុំប្រើប្រាស់គឺជាប្រភេទចំណីក្របដែលមានក្របល្អិតបងប្អូនបញ្ជាក់ជូនបងប្អូនដែរត្រីក្រឹមគឺចូលចិត្តបាទចំណីដែលមានក្របល្អិតបាទនៅក្នុងនេះត្រីច្រើនដែរបងប្អូនបាទនៅក្នុងនេះត្រីមិនក្រោមពី100គ្រាប់ទេអញ្ចឹងព្រឹកព្រលឹមឡើងបាទខ្ញុំឲ្យស៊ីមួយសាបាទរៀងថ្ងៃតិចឲ្យស៊ីមួយសាទៀតរៀងល្ងាចឲ្យស៊ីមួយសាទៀតបាទមិនមែនពេលខ្ញុំឲ្យស៊ីមួយថ្ងៃគឺ4សាហើយបញ្ជាក់ជូនបងប្អូនដែលឲ្យស៊ី4សានេះគឺសម្រាប់តែត្រីសបុកទេបងប្អូនបាទសម្រាប់ត្រីសបុកទេចឹងត្រីក្នុងសបុកឲ្យស៊ីផ្សេងហើយត្រីបាទនៅក្នុងបន្ទប់នោះគឺឲ្យស៊ីផ្សេងបាទត្រីនៅក្នុងបន្ទប់គឺឲ្យស៊ីប្រភេទចៃទឹកនិងតកៅទឹកចំណែកនៅក្នុងសបុកនេះគឺយើងឲ្យស៊ីបាទប្រភេទចំណីក្របតែបើមានតកៅទឹកហើយនឹងចៃទឹកអាហ្នឹងក៏ឲ្យស៊ីដែរអញ្ចឹងត្រីបងប្អូនទាំងអស់គ្នាបាទត្រីក្រំពេលព្រឹកអញ្ចឹងឲ្យវាស៊ីគឺវាមិនសូវជាស៊ីអីប្រហែលទេបាទវាស៊ីល្មមទេតែចំពោះពេលថ្ងៃបាទនឹងពេលល្ងាចអីហ្នឹងគឺវាស៊ីបាទស៊ីខ្លាំងណាដាក់ទៅស៊ីអស់បាទនេះគឺប្រភេទព្រៃកាត់អញ្ចឹងចំពោះបងប្អូនដែលចង់បានបាទប្រភេទព្រៃកាត់មានញីមានឈ្មោលបាទមានមេមានបាបងប្អូនចង់បានយកទៅធ្វើពូជអីហ្នឹងបាទកុំភ្លេចធ្វើការតាក់ទងមកតាម Telegram 097 6 3 82 18បាទម្ដងទៀត097 6 3 82 18បងប្អូនអាចបាទធ្វើការតាក់ទងមកតាម Facebook ក៏បានដែរ Facebook មានឈ្មោះថាវិចិត្រ Victory ជាអក្សរអង់គ្លេសបងប្អូនអាចធ្វើការឆានមក page បាទ page ជាភាសាខ្មែរដែលមានឈ្មោះថាចំការត្រីក្រឹមខេត្តតាកែវបងប្អូនក៏អាចធ្វើការឆាតចូល page មួយទៀតដែលមានឈ្មោះជាភាសាអង់គ្លេសមានឈ្មោះថាបាទ Paradise on Earth បាទ Paradise on Earth បាទជាភាសាអង់គ្លេសណាអញ្ចឹងបងប្អូនអាចធ្វើការឆាតធ្វើការតាក់ទងមកតាមណាក៏បានដែរហើយបញ្ជាក់ជូនបងប្អូនឥឡូវនេះគឺមានប្រភេទបាទព្រៃកាត់បាទព្រៃកាត់មេវិញគឺធំល្អពងពេញបាទហើយស្រួលប្រកាសទេបាទប្រភេទព្រៃកាត់នេះមានតែកន្លែងសំរោមទៅសម្លាក់ចោលតែមួយគូទៅបងប្អូនបាទកូនព្រាតហើយកូននៅធន់បាទអត់ងាយងាប់ទេកូនវាប្រកាសទៅនិយាយវាដាក់ទៅបាទមកសបុកដឹងមកសបុកអីពួកនេះហើយមួយទៀតដែរបងប្អូនទាំងអស់គ្នាបាទក៏មានប្រភេទត្រីតាំងលម្អប្រភេទមហាឆៃកាត់អេលៀនណាបាទពណ៌ដិតស្អាតដែរឥឡូវនេះគឺមានប្រភេទធំបាទធំមួយចំនួនដែរបងប្អូនអាចតាមដានតាម page បានតាម page តាម Facebook អីហ្នឹងបាទគឺខ្ញុំតែងធ្វើការផុសជារឿយបាទផុសមួយវីដេអូណាតែបើសិនជានៅក្នុង Facebook អាហ្នឹងខ្ញុំច្រើនតែធ្វើការអាប់ឡូតជាលក្ខណៈវីដេអូវែងបើវីដេអូវែងហ្នឹងមិនមែនវីដេអូវែង10នាទីអីទេវីដេអូវែងបាទ2-3នាទីអីចឹងទៅលក្ខណៈត្រីច្រើនក្នុងបាទវីដេអូណាបាទនៅក្នុងនេះពួកថៃម៉ាឡេ
ចឹងសារនេះខ្ញុំធ្វើប្រភេទបាទត្រីខាំរៀងច្រើនដែរបងប្អូនទាំងអស់គ្នាបាទអ្នកបកាត់ត្រីនៅតែចង់បកាត់ត្រីដូចខ្ញុំអីបាទនៅតែចង់បកាត់ដាក់ឲ្យច្រើនទេប៉ុន្តែវាអស់កន្លែងបកាត់ណាបងប្អូនតើអស់កន្លែងបកាត់ចឹងទៅយើងតើសរ៉េតាមហ្នឹងហើយណាមួយលទ្ធភាពបាទលទ្ធភាពយើងវាមិនតាន់អាចដាក់បានច្រើនណាបាទអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការឆ្លាញ់ចូលចិត្តបាទរៀងអាចថារៀងវែងតិចហើយតែសម្រាប់បងប្អូនដែលឆ្លាញ់ចូលចិត្តបាទគាត់នៅតែតាមដានមើលបាទរហូតដល់ចប់វីដេអូចឹងអរគុណច្រើនចំពោះបងប្អូនដែលអត់ទាន់បានជួយចុច subscribe channel កុំភ្លេចជួយចុច subscribe channel អ្នកមួយផងបាទជួយចុច follow page ផងបងប្អូនទាំងអស់គ្នាបាទជាពិសេសនោះកុំភ្លេចបាទជួយចុច like វីដេអូផងបងប្អូនជួយចុច like វីដេអូធ្វើវីដេអូហ្នឹងបានរេងបាន view អីចឹងទៅដល់បាទអ្នកផ្សេងទៀតដែលគាត់អត់ទាន់បានឃើញវីដេអូហ្នឹងគាត់បានឃើញបានដឹងចឹងអរគុណច្រើនជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយទៀត